បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកពីរបៀបតដុំអូតូបាទអញ្ចឹងដុំអូតូនេះគឺល្អប្រើមែនតើនេះមិនមែនតិចឆ្នាំទេនេះបាទប្រភេទដុំអូតូនេះគឺមិនមែនតិចឆ្នាំទេគឺយូរឆ្នាំហើយបាទហើយខ្ញុំដោះមកនេះគឺចង់ថតបង្ហាញពីរបៀបតព្រោះពីមុនមកធ្លាប់តែបង្ហាញពីអាដុំអូតូផ្សេងណាឥឡូវនេះគឺខ្ញុំបង្ហាញពីរបៀបតដុំអូតូមួយប្រភេទនេះហើយដុំអូតូនេះគឺអត់ទាន់ខូចទេនៅល្អបាទបញ្ហាម៉ូទ័រវាចូលទឹកដល់ម៉ូទ័រចូលទឹកទៅវាឆេះម៉ូទ័រចូលទឹកទៅគាំងបាទកាលណាគាំងទៅគឺវាឆេះម៉ូទ័រឥឡូវខ្ញុំនឹងបង្ហាញប្រាប់បងប្អូនពីរបៀបតថាពីខ្សែហ្នឹងខ្សែណាចូលម៉ូទ័រខ្សែណាចូលភ្លើងអញ្ចឹងណាអញ្ចឹងចាំខ្ញុំធ្វើការដោះបង្ហាញជាស្រ័យពុកម៉ែបន្តិចមេឃកំពុងតែភ្លៀងអញ្ចឹងវារៀងលឺកន្លែងមិនខានតិចហ្នឹងនេះបងប្អូនបាទអាខាងក្រោមនេះជិតមើលខ្ញុំដាក់ឲ្យវាច្បាស់បន្តិចស្រួលនេះបងប្អូនអាខាងក្រោមនេះគឺខ្សែភ្លើងចូលបាទនេះគេដាក់LN ហើយអានេះខ្សែម៉ាស់ដឺអញ្ចឹងខ្ញុំបញ្យល់បងប្អូនអាកន្លែងហ្នឹងគឺខ្ញុំបញ្យល់ឲ្យបងប្អូនចេះតទាំងអស់គ្នានេះនៅនេះក៏គេដាក់ដែរនេះភ្លើង 220V ចូលបាទនេះបាទន័យថាជើងលេខ6នេះអាហ្នឹងបើនិយាយទៅគេរាប់ពីលើមកបាទលេខ1លេខ2លេខ3លេខ4លេខ5លេខ6បាទគេរាប់ពីលើមកនេះគេដាក់លេខ6នេះលេខ6លេខ5លេខ4លេខ3លេខ2លេខ1អញ្ចឹងអានេះខ្សែ2នេះខ្សែអាលេខ1លេខ2នេះគឺចូលក្នុងម៉ូទ័របាទបានន័យថាយើងតចេញពីហ្នឹងទៅចូលម៉ូទ័របូមទឹកនេះគឺយើងចូលអាខាងលើនេះចូលអាខាងលើមកតលេខ1លេខ2ហើយអាលេខ3នេះគឺចោលនេះបងប្អូនអាលេខ3នេះគឺចោលហើយបន្តមកទៀតយើងមើលខាងក្រោមនេះវាមានខ្សែ L ខ្សែ N បាទអាខ្សែ LN ហ្នឹងអាហ្នឹងគឺយើងតភ្លើងចូលបាទន័យថាយើងដោតពីព្រីមកយើងយកពីមេភ្លើងពីព្រីមក 220V គឺចូលតាមហ្នឹងមកបាទអានេះអាក្រោមនេះចូល LN ហ្នឹងគឺមានលេខនេះមានលេខ6ហើយនឹងលេខ5អាលេខ4នេះគឺចោលបាទលេខ4នេះគឺចោលព្រួយអានឹងគឺជាម៉ាស់ដឺយទេបាទលេខ4លេខ3ហ្នឹងគឺជាម៉ាស់ដឺយអានឹងយើងមិនបាច់ចាំដាក់ក៏បានដែរអាហ្នឹងតែបើបងប្អូនមានម៉ាស់ដឺយដាក់ទៅក៏ល្អដែរបាទអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទសង្ឃឹមថាបងប្អូននឹងយល់ហើយមេឃកំពុងតែភ្លៀងទៀតមេឃដល់អញ្ចឹងបើសិនជាឮសលេងមិនខានអីពុកម៉ែបងប្អូនមេត្តាអធិស្ឋានដល់ខ្ញុំផងបើនិយាយទៅដុំអូតូហ្នឹងគឺប្រភេទបាទប្រភេទដុំអូតូហ្នឹងគឺរបៀបតគឺដូចតែគ្នាទេបាទប្រភេទអ្មេចក៏ដោយ
របៀបតគឺគេដាក់លេខនៅនឹងគ្រប់គ្នាគាត់ថាខ្លះគេដាក់អាចូលអា220 វ៉ុលហ្នឹងខ្លះគេដាក់ខាងលើអញ្ចឹងទៅខ្លះគេដាក់មកខាងក្រោមអញ្ចឹងទៅគាត់ថាវាអញ្ចឹងទេតែបើរបៀបតគឺដូចតែគ្នាទេឲ្យតែយើងចេះតរមួយនឹងហើយអាដុំអូតូផ្សេងទៀតគឺស្រួលអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចម្ងល់តាក់ទងទៅនឹងការតបាទតខ្សែចូលបាទมันច្បាស់កន្លែងណាអាចឆាតសួរខ្ញុំបានអត់អីទេខ្ញុំនឹងធ្វើការប្រាប់អញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់